ជួយសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងខាននិយាយគ្នាពីបញ្ហាចំនួនព្រំដែនកម្ពុជាថៃយូរហើយដូច្នេះនៅក្នុងវីដេអូនេះនាងខ្ញុំនឹងមកធ្វើបច្ចុប្បន្នភាពពីហេតុការណ៍កើតឡើងថ្មីរវាងកម្ពុជានិងថៃព្រមទាំងការតវ៉ាមួយចំនួនពីសំណាក់ភាគីកម្ពុជាដែលយល់ថាវាគឺជាទង្វើអយុត្តិធម៌គឺជាការរំលោភបំពានពីសំណាក់ភាគីថៃអញ្ចឹងទៅហើយនឹងរឿងមួយចំនួនដែលភាគីទាំងពីរនឹងតវ៉ាគ្នាអញ្ចឹងអានឹងវាពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នភាពហើយនឹងប្រធានបទមួយទៀតក្នុងរឿងដដែលនេះគឺពាក់ព័ន្ធទៅនឹងការដែលកម្ពុជាយើងស្នើសុំជំនួយពីបារាំងពាក់ព័ន្ធទៅនឹងឯកសារប្រវត្តិសាស្ត្រផែនទីហើយនឹងជំនួយពាក់ព័ន្ធទៅនឹងបច្ចេកទេសអាចនិយាយថាការវាស់វែងការអីចឹងទៅព្រោះថាពាក់ព័ន្ធទៅនឹងផែនទីដែលបារាំងបានគូសអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានទស្សនាវីដេអូនេះដល់ចប់ដើម្បីទទួលបានខ្លឹមសារនៃវីដេអូហ្នឹងពេញលេញហើយក៏កុំភ្លេចចុច Subscribe ផងដើម្បីកុំឲ្យខកខានក្នុងការជួបយើងនៅក្នុងវីដេអូក្រោយៗទៀតក៏ដូចជាមានសំណួរអីក៏ដោយបងប្អូនអាច comment បាននៅខាងក្រោមពាក់ព័ន្ធទៅនឹងសំណួរក៏ដូចជាប្រធានបទដែលចង់សនំពរឲ្យអ្នកខ្ញុំនិយាយនៅក្នុងវីដេអូក្រោយៗអញ្ចឹងយើងចូលប្រធានបទយើងតែម្ដងឥឡូវខ្ញុំសូមសង្ខេបសិនពាក់ព័ន្ធទៅនឹងបញ្ហាចំនួនព្រំដែននៅក្នុងឆ្នាំ2025គឺវាបានកើតឡើងពីដំបូងហ្នឹងគឺដោយសារតែការប៉ះទង្គិចតូចមួយនៅចុងខែឧសភាហើយបន្ទាប់មកមានការវាយប្រហារនៅក្នុងខែ7ហើយមកទៀតហ្នឹងគឺនៅក្នុងខែធ្នូឆ្នាំ2025ហើយក៏បានទម្លាក់អាវុធទាំងសងខាងដោយសារមានបទចុកបាញ់ចូលជាលើកទី2អីចឹងទៅហើយចំនួននៅក្នុងខែធ្នូហ្នឹងណាអូសបន្លាយរហូតដល់រយៈពេលជាង20ថ្ងៃអញ្ចឹងឥឡូវយើងនិយាយពីស្ថានភាពបច្ចុប្បន្នបន្ទាប់ពីមានបទជប់បាញ់រហូតមកដល់ខែកុម្ភៈនេះអញ្ចឹងទី1ណានិយាយថាមានការប៉ះទង្គិចឬក៏អត់មានទេចាប់តាំងពីការទម្លាក់អាវុធចុះនៅក្នុងសង្គ្រាម21ថ្ងៃនឹងមកមិនមានការប៉ះទង្គិចធ្ងន់ធ្ងរឬក៏សង្គ្រាមថ្មីអីទេគ្មានរបាយការណ៍អំពីគ្រាប់បែកឬក៏ការវាយប្រហារដោយយន្តហោះអីនឹងទៀតទេប៉ុន្តែវានៅតែមានឧបទ្ទវហេតុតូចៗនៅចុងខែមករាដើមខែកុម្ភៈអីហ្នឹងហើយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកទី2ហ្នឹងគឺពាក់ព័ន្ធទៅនឹងការដាក់កុងតឺន័រហើយនឹងការរារាំងដែលថៃបានដាក់កុងតឺន័រ3គ្រឿងបន្ថែមទៀតនៅថ្ងៃទី3កុម្ភៈឆ្នាំ2026នៅភូមិអានសេះខេត្តព្រះវិហារដែលទង្វើនេះគឺកម្ពុជាបានចាត់ទុកថាគឺជាការរារាំងច្រកព្រំដែនអន្តរជាតិនិងការព្យាយាមកាន់កាប់ទឹកដីដោយខុសច្បាប់ដោយប្រើកម្លាំងយោធាអីចឹងទៅហើយក្រសួងការបរទេសកម្ពុជាបានចេញលិខិតជំទាស់ជាផ្លូវការភ្លាមសូមបញ្ជាក់ផងដែរពុកម៉ែបងប្អូនទាំងអស់គ្នានិយាយនេះមិនមែនលំអៀងទេប៉ុន្តែមុនថ្ងៃទី3ហ្នឹងដូចជាថ្ងៃទី27ខែមករាមុននឹង6ថ្ងៃគេមានប្រជុំ RBC គឺប្រជុំលក្ខណៈតំបន់ណាតែប្រជុំហើយបានប្រហែលថ្ងៃសិតតែថ្ងៃទី3ខែកុម្ភៈហ្នឹងថៃយកកុងតឺន័រមកដាក់នៅតំបន់អានសេះហ្នឹងអញ្ចឹងអាហ្នឹងវាគឺជាទង្វើដែលវាថាក៏ក្លឿនប៉ុន្តែហ្នឹងក៏យើងធ្លាប់ឃើញរួចមកហើយថៃធ្លាប់បានធ្វើបែបហ្នឹងនៅតំបន់ផ្សេងៗដូចនៅភូមិជោគជ័យអីជាដើមអញ្ចឹងបន្តមកទៀតហ្នឹងពាក់ព័ន្ធទៅនឹងសកម្មភាពនៅតំបន់ប្រាសាទដែលខាងកម្ពុជាយើងគឺតវ៉ាខ្លាំងមែនតើពាក់ព័ន្ធទៅនឹងផែនការជួសជុលប្រាសាទនានាដែលថៃបានកាន់កាប់បន្ទាប់ពីការប៉ះទង្គិចគ្នាប្រហែលថ្ងៃហ្នឹងដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពប្រវត្តិសាស្ត្រហើយនឹងវប្បធម៌អីផ្សេងៗចឹងទៅអញ្ចឹងអានឹងមួយហើយមួយទៀតពាក់ព័ន្ធទៅនឹងស្ថានភាពទូទៅគឺភាគីទាំងពីរនៅតែរក្សាទ័ពនៅតាមព្រំដែនមានការចោទប្រកាន់គ្នាអំពីការរំលោភបទឈប់បាញ់និងការបំផ្លាញប្រាសាទបុរាណក៏ដូចជាវត្ថុបុរាណផ្សេងៗប៉ុន្តែទន្ទឹមនឹងហ្នឹងជំនួបដូចជាកិច្ចប្រជុំ RBC និងកិច្ចប្រជុំផ្សេងៗហ្នឹងនៅតែបន្តដើម្បីកាត់បន្ថយភាពតានតឹងឥឡូវយើងចូលមកដល់ចំណុចមួយទៀតពាក់ព័ន្ធទៅនឹងការចេញលិខិតជំទាស់ច្រើននិងស្នើឯកសារបារាំងកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់សិនអញ្ចឹងបន្ទាប់ពីបងប្អូនស្ដាប់ស្ថានភាពត្រួសនេះខ្ញុំរៀបរាប់មកបានន័យថាស្ថានភាពវាមិនថាតិចអស់ទេដរាបណាដែលភាគីទាំងពីរនៅតែប្រុងប្រៀបនិងមានតបទាំងសងខាងវាមិនមែនតិចមានសុខសន្តិភាពអីដោយកាលពីមុនឆ្លងចេញចូលទៅគ្នាទៅវិញទៅមកបានទេវានៅតែមើលមុខគ្នាអត់ចំអញ្ចឹងប៉ុន្តែក៏មិនមានការគំរាមកំហែងអីខ្លាំងក្លាថាផ្ទុះអាវុធអីម្ដងទៀតហ្នឹងយើងអត់ទាន់ឃើញមានភាពតានតឹងអីដល់ថ្នាក់ហ្នឹងទេអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំចង់ឲ្យគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងពីស្ថានភាពថាវាមិនមែនសវត្ថភាពឬក៏ស្និទ្ធស្នាលជាមួយគ្នាដូចបងដូចប្អូនអ្នកចិត្តខាងល្អដូចមុនតែក៏មិនមែនភ្ជុំគ្នាដែរគ្រាន់តែថាប្រុងប្រៀបរៀងខ្លួនចឹងទៅលួចមើលគ្នាបែបលក្ខណៈកតុយភ្នែកប៉ុន្តែបងប្អូនក៏មិនបាច់ចាំភ័យពេកដែរដោយសារតែកន្លងមកខ្ញុំឃើញមាន page មានអីមួយចំនួនចឹងទៅតែងតែព្យាយាមបំផុលថាស្ថានភាពយប់នេះចេះយប់នេះចុះអីចឹងណាចឹងអាព័ត៌មានទាំងអស់ហ្នឹងពេលខ្លះវាអាចប៉ះពាល់ដល់សតិអារម្មណ៍ប៉ះពាល់ដល់ការភ័យខ្លាចអីដល់បងប្អូនទាំងអស់គ្នាដែរចឹងបងប្អូនទាំងអស់គ្នាគួរតែតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់អីចឹងទៅចឹងយើងមកដល់ពាក់ព័ន្ធទៅនឹងចំណុច
ការចេញលិខិតជំទាស់ច្រើនហើយនឹងការស្នើឯកសារបារាំងចំណុចនេះគឺជាចំណុចសំខាន់ដែលអ្នកសង្កេតឬក៏យើងទាំងអស់គ្នានឹងគួរតែចាប់អារម្មណ៍ថាតើការស្ងៀមស្ងាត់របស់រាជរដ្ឋាភិបាលយើងមកជាមនីឬក៏អ្នកខ្លះថែមទាំងសាយចំអកថែមទាំងអីហ្នឹងថាតើពួកគាត់បានធ្វើអីខ្លះយើងកំពុងធ្វើអីពិតជាស្ងាត់មែនអត់ឬមួយក៏ស្ងាត់តែអត់ស្ងៀមដោយរដ្ឋាភិបាលបានលើកឡើងមែនចឹងនៅថ្ងៃទី4កុម្ភៈឆ្នាំ2026នេះមូលហេតុតវ៉ាគឺពាក់ព័ន្ធទៅនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងសន្តាគារទីតាំងអីមួយចំនួនដែលបើខាងភាគីថៃគេមិនថាសន្តាគារថាអគារអីទេគេកំណត់គេហៅថាទីតាំងទាំងអស់ហ្នឹងគឺជាទីតាំងឆបោកតាមរយៈប្រព័ន្ធអនឡាញចំនួន2កន្លែងនៅស្រុកអូស្មាច់ខេត្តឧត្តរមានជ័យដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃរួមជាមួយអនុព័ន្ធយោធាបរទេសដើម្បីអនុវត្តច្បាប់រួមទាំង FBI និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកន្លែងនេះខ្ញុំគិតថាវាប៉ះពាល់ហើយវាមានហានិភ័យខ្លាំងទៅថ្ងៃក្រោយបើសិនជាយើងអត់តវ៉ាអញ្ចឹងហេតុការណ៍ឬក៏ការធ្វើឡើងនឹងនៅថ្ងៃទី2កុម្ភៈប៉ុន្តែការតវ៉ារបស់យើងនឹងកើតឡើងនៅក្នុងថ្ងៃទី4ទីតាំងនៅច្រកអន្តរជាតិអូស្មាច់បង្គោលព្រំដែនលេខ15ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួនប៉ុន្តែថៃកាន់កាប់បន្ទាប់ពីការប៉ះទង្គិចចុងខែធ្នូហេតុផលតវ៉ាគឺកម្ពុជាចាត់ទុកថាជាការរំលោភអធិបតេយ្យនិងការព្យាយាមបង្ហាញថាអនុវត្តអធិបតេយ្យខុសច្បាប់ដោយគ្មានការយល់ព្រមពីកម្ពុជាថៃអះអាងថាជាការត្រួតពិនិត្យទីតាំងឆបអុកតាមអនឡាញពាក់ព័ន្ធទៅនឹងប្រធានបទនេះបើយើងវាយតម្លៃគេចាត់ទុកថាវាគឺជាកម្រិតតវ៉ាខ្លាំងក្លាគឺជាខ្លាំងបំផុតមួយតាមរយៈលិខិតផ្លូវការយើងមកមើលហេតុការបន្តទៀតដែលយើងតវ៉ាសិនហើយខ្ញុំនឹងសរុបឲ្យបងប្អូនទាំងអស់គ្នាដឹងថាតើហេតុអីបានជាយើងតវ៉ាហើយនៅក្នុងរឿងមួយចំនួនដែលថៃបានធ្វើប្រកាសរដ្ឋាភិបាលយើងតវ៉ាហើយប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងខ្ញុំមើលឃើញអីច្រើនទៀតលើសពីនឹងដែលចង់ឲ្យបងប្អូនទាំងអស់គ្នាមើលឃើញដែរចឹងប្រធានបទទី2ពាក់ព័ន្ធនឹងការតវ៉ាគឺនៅថ្ងៃទី5កុម្ភៈឆ្នាំ2026មូលហេតុនៃការតវ៉ាគឺការដាក់កុងតឺន័រចំនួន3គ្រឿងដោយកងកម្លាំងប្រដាប់អាវុធថៃនៅអានសេសជាំខ្សានផលប៉ះពាល់រារាំងច្រកព្រំដែនអន្តរជាតិអានសេសរារាំងការវិលត្រឡប់របស់ជនស៊ីវិលហេតុផលនៃការតវ៉ារបស់ខាងកម្ពុជាយើងបញ្ជាក់គឺកម្ពុជាចាត់ទុកថាជាការរំលោភបំពានអធិបតេយ្យនិងបូរណភាពទឹកដីការពង្រឹងការកាន់កាប់ដោយសារតែការប្រើប្រាស់កម្លាំងអញ្ចឹងអានឹងវាផ្ទុយខ្លាំងមែនតើកាលណាដែលប្រើកម្លាំងកងប្រដាប់អាវុធទៅគ្រប់គ្រងឬក៏ពង្រីកដែនណាមួយអានឹងវាចាត់ទុកថាជាការឈ្លានពានអីហើយអញ្ចឹងអានឹងផ្ទុយនឹងសេចក្តីប្រកាសរួមនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែន RBC ដែលខ្ញុំបាននិយាយហ្នឹងថាប្រជុំនៅថ្ងៃទី27ធ្នូហើយដើម្បីកាត់បន្ថយភាពតានតឹងប៉ុន្តែប្រជុំហើយថ្ងៃទី27ធ្នូស្រាប់តែប្រហែលថ្ងៃក្រោយយកកុងតឺន័រទៅដាក់អញ្ចឹងអានឹងវាជាទង្វើដែលយើងមើលឃើញហើយដដែលហើយក៏អស់ពាក្យនិយាយដែរការតវ៉ាកម្រិតតវ៉ាគឺដាច់អហង្ការរឿងទី3ការតវ៉ាផ្សេងទៀតដែលនៅតែកើតឡើងក្នុងឆ្នាំ2026វាពាក់ព័ន្ធទៅនឹងការតវ៉ានឹងសកម្មភាពថៃដែលបានន័យថាបំផ្លាញពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាជនយើងនៅតាមព្រំដែនណាតំបន់មួយចំនួនដែលថៃបានកាន់កាប់អីចឹងទៅអញ្ចឹងអាហ្នឹងវាធ្វើឲ្យពួកគាត់អាចត្រឡប់ទៅផ្ទះវិញបានខូចខាតទ្រព្យសម្បត្តិខូចខាតអីហ្នឹងអញ្ចឹងសរុបប៉ុណ្ណឹងខ្ញុំនិយាយសិនពាក់ព័ន្ធទៅនឹងការដែលថៃមានចារកម្មយោធាហើយនឹងអនុព័ន្ធយោធាពីសំណាក់បរទេសមានទាំង FBI ហើយនាំទាំងយើងនិយាយឲ្យខ្លីកាសែតបរទេសយកទៅដើរមើលនៅតំបន់ទាំងអស់ហ្នឹងដែលតំបន់ទាំងអស់ហ្នឹងគឺជាដីខ្មែរដែលថៃកំពុងតែកាន់កាប់ជាបដាអាសន្នបន្ទាប់ពីការវាយប្រហារការប្រើប្រាស់កម្លាំងបាយដណ្ដើមយកកាន់កាប់បងប្អូនទាំងអស់គ្នាយើងតវ៉ាហើយនៅក្នុងការបញ្ជាក់ហ្នឹងយើងគ្រាន់ថាវារំលោភអធិបតេយ្យឬក៏អីចឹងទៅតែមួយទៀតដែលខ្ញុំនិយាយមុនហ្នឹងថាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឃើញហ្នឹងទី1នាំគេមកមើលចឹងទៅយើងអត់ដឹងថាថៃហ្នឹងប្រាប់គេថាមិនខ្លះទេគេអាចប្រាប់ថាឥឡូវជួយមើលកន្លែងហ្នឹងគឺជាដីរបស់ខ្ញុំចាប់ដល់ពេលថ្ងៃក្រោយទីហោមានការប៉ះទង្គិចអីទៀតឬក៏មានការប្តឹងផ្ដាល់អីចឹងទៅថៃយកលេសវាយយើងម្ដងទៀតដោយចោទយើងថាយើងហ្នឹងបានរំលោភបំពានដីទាំងដែលការពិតដីហ្នឹងដីជាដីរបស់យើងហើយកាន់កាប់ជាបដាអាសន្នណាប៉ុន្តែនៅក្នុងកំឡុងពេលដែលបដាអាសន្នហ្នឹងព្យាយាមហៅគេហៅឯងមកមើលហើយឲ្យធ្វើជាសាក្សីថាដីហ្នឹងជាដីរបស់ខ្លួនអញ្ចឹងកន្លែងហ្នឹងវាជារឿងដែលអត់ស្រួលទេរឿងដែលអត់ត្រឹមត្រូវទេដែលយើងត្រូវតែតវ៉ាខ្លាំងមែនតើទោះបែបឥឡូវហ្នឹងថៃកាន់កាប់ជាបដាអាសន្នតែវាអត់ទាន់អាចបញ្ជាក់ថាដីហ្នឹងគឺជាដីរបស់ថៃទេហើយជាក់ស្ដែងរាប់សិបឆ្នាំមកហើយវាគឺជាដីរបស់ខ្មែរយើងអញ្ចឹងអាហ្នឹងវាជាការកាន់កាប់ដែលខុសច្បាប់ជាបដាអាសន្នណាអញ្ចឹងមិនអាចនាំណាគេមកមើលបានទេទោះបីរឿងថាមិនឲ្យយើងចូលផ្ទះវិញបានទៅកាន់កាប់ដីហ្នឹងអាហ្នឹងរឿងយើងខាតបង់រឿងមួយទេប៉ុន្តែ
របៀបថាក្លាហានដល់ថ្នាក់នាំគេនាំឯងមកមើលទៀតចឹងអានឹង red flag គឺជាតុងក្រហមដែលយើងត្រូវ notice ខ្លាំងមែនតើហើយមួយវិញទៀតណាកន្លែងហ្នឹងគឺថៃអាចរៀបចំមន្ទៈអាចរៀបចំផោះតាំងផ្សេងចាត់ប្រកាន់ខ្មែរយើងកាន់តែខ្លាំងព្រោះគេនាំអនុវត្តយោធាទាំងអស់ហ្នឹងមានទាំង FBI មានអាមេរិកមានសារព័ត៌មានធំមិនមែនជារឿងធម្មតាទេបងប្អូនទាំងអស់គ្នាថៃអាចនាំទៅមើលអាគារទាំងអស់ហ្នឹងហើយដូចនិយាយចឹងគេចោទប្រកាន់ឬក៏អះអាងថាកន្លែងទាំងអស់ហ្នឹងគឺជាកន្លែង scam ជាកន្លែងបោកប្រាស់តាមអនឡាញអីចឹងទៅចុះបើថៃបង្កើតផោះតាំងផ្សេងឧទាហរណ៍ដាក់អាវុធដាក់អីចឹងថៃនឹងបង្កើតព័ត៌មានថាកន្លែងទាំងអស់ហ្នឹងគឺជាកន្លែងឧក្រិដ្ឋកម្មត្រឹមតែឧក្រិដ្ឋកម្មតាមអនឡាញណាវាធ្ងន់ណាស់ទៅហើយតែបើសិនជា scam មានអាវុធកន្លែងបោកប្រាស់ដែលមានអាវុធទៀតអាហ្នឹងកាន់តែធ្ងន់កខ្លាំងមែនទែនចឹងយើងមិនដឹងនៅក្នុងនឹងយើងមិនដឹងថៃអាចធ្វើអីបានគ្រប់យ៉ាងអានេះមិនជារឿងតូចតាចទេណាបងប្អូនទាំងអស់គ្នាដាក់តែកាភ្លើងដាក់តែក្របអីមួយចំនួននៅក្នុងហ្នឹងចោតប្រកាន់យើងនឹងយើងមិនដឹងជាដោះស្រាយប្រហែលថ្ងៃប្រហែលខែបានរួចរាល់ទេអញ្ចឹងអាហ្នឹងគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្នខ្លាំងមែនតើហ្មងថាការដែលថៃនាំអនុវត្តយោធាមានកសែតបរទេសភ្នាក់ងារធំបោះអន្តរជាតិបោះអាមេរិកបោះអីហ្នឹងចូលមកកន្លែងហ្នឹងគឺជាចំណុចគ្រោះថ្នាក់ខ្លាំងដល់កម្ពុជាយើងខ្លាំងមែនតើព្រោះយើងអាចចូលទៅកន្លែងហ្នឹងបានហើយក៏អត់មានអ្នកគេអាចអះអាងបានដែរថាអាណាពិតអាណាខ្លាំងខ្លាយអាណានៅកន្លែងហ្នឹងស្រាប់ឬក៏អាណាជារបស់ដាក់ថ្មីហើយនឹងមួយទៀតពាក់ព័ន្ធទៅនឹងដីដូចខ្ញុំបញ្ជាក់ចឹងជួនកាលទៅតិចទៀតហ្នឹងគេមានផោះតាងឆ្លោះគ្នាលើក្រោយសាររើប្តឹងផ្ដោតទៅគេមានផោះតាងគេធ្លាប់កាន់កាប់គេធ្លាប់នាំអនុវត្តយោធាទៅចឹងទៅគេថាកន្លែងហ្នឹងគឺជាកន្លែងរបស់គេចឹងចំណុចហ្នឹងប៉ុណ្ណឹងចុះយើងនឹងមកនិយាយពីការស្នើសុំរបស់ខ្មែរយើងទៅកាន់បារាំងដើម្បីជាជំនួយផ្សេងហ្នឹងចឹងបងប្អូនទាំងអស់គ្នាដោយដែលខ្ញុំបាននិយាយ highlight មកពីខាងដើមវីដេអូថាខ្មែរនិងថៃហ្នឹងយើងមានប្រវត្តិសាស្ត្រពាក់ព័ន្ធច្រើនជាមួយនឹងបារាំងជាពិសេសហ្នឹងគឺរឿងផែនទីបារាំងសៀមតាំងឆ្នាំ1904 1907ហើយនឹងឯកសារផ្សេងដែលបារាំងធ្លាប់ផ្ដល់មកឲ្យពាក់ព័ន្ធទៅនឹងចំនួនយើងទាំងពីរហ្នឹងក្នុងការប្តឹងផ្ដល់នៅ ICJ រឿងព្រះវិហារអីជាដើមអញ្ចឹងយើងសង្កេតឃើញថាសម្ដេចធិបតីហ៊ុនម៉ាណែតបានផ្ញើលិខិតទៅលោក Emmanuel Macron ដែលជាប្រធានាធិបតីបារាំងដើម្បីស្នើសុំពាក់ព័ន្ធទៅនឹងពីររឿងសូមបញ្ជាក់ផងដែរការស្នើសុំរបស់គាត់នេះមិនស្នើសុំតែជាលិខិតហ្នឹងទេគាត់ធ្លាប់បានទៅជួបគ្នានៅក្នុងកិច្ចប្រជុំមួយនៅឯប្រទេសបារាំងហ្នឹងអញ្ចឹងគាត់ធ្លាប់បានជួបគ្នាផ្ទាល់ហើយក៏ធ្លាប់បាននិយាយផ្ទាល់ដែរអញ្ចឹងឥឡូវយើងនិយាយថាពីចំណុចហ្នឹងមានន័យខ្លះទី1គឺពាក់ព័ន្ធទៅនឹងឯកសារប្រវត្តិសាស្ត្រផែនទីនិងឯកសារពាក់ព័ន្ធព្រំដែនពីសម័យអាណានិគមនិយមបារាំងជាពិសេសផែនទីឆ្នាំ1904និង1907ហើយនឹងស្នើសុំការគាំទ្របច្ចេកទេសជំនាញនិងការប្រឹក្សាដើម្បីជួយដោះស្រាយចំនួនដោយសន្តិវិធីនិងពឹងផ្អែកលើច្បាប់អន្តរជាតិបារាំងបានបង្ហាញឆន្ទៈជួយដល់ឯកសារទាំងអស់នេះបានន័យថាគេនឹងផ្គត់ផ្គង់គេរៀបចំឯកសារនឹងឲ្យដែលធ្លាប់ប្រើនៅក្នុងសំណុំរឿង ICJ 1962ស្ដីពីព្រះវិហារដើម្បីគាំទ្រដល់ដំណោះស្រាយស្របច្បាប់មិនមែនញុះញង់ដើម្បីចំនួននេះជាយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការពង្រឹងមូលដ្ឋានស្របច្បាប់ជាពិសេសបើត្រូវប្តឹងទៅ ICJ ឬក៏តុលាការអន្តរជាតិម្ដងទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាការបញ្ជាក់អះអាងរបស់បារាំងមកវិញហ្នឹងវាមានភាពវិជ្ជមានច្រើនកន្លែងហ្នឹងគឺជារឿងត្រឹមត្រូវដែលគេត្រូវធ្វើហើយគេប្រកាសណាស់គឺគ្រប់គ្រងយើងទោះបីជាគេអត់ជាប់សាច់ឈាមអត់ជាប់សាច់ញាតិមួយយើងមិនបាច់ចាំនិយាយរឿងប្រវត្តិសាស្ត្រទេយើងស្នើសុំបែបហ្នឹងវាបង្ហាញពីភាពចាស់ទុំបង្ហាញពីភាពឆន្ទៈរបស់យើងពិតប្រាកដថាយើងហ្នឹងពិតជាចង់ដោះស្រាយគ្នាដោយសន្តិវិធីដោយឯកសារមិនមែនដោយក្របកាំភ្លើងហើយក្នុងនឹងដូចគ្នាក៏មានការអះអាងពីសំណាក់ទូតកម្ពុជាយើងនៅថៃការអះអាងពីសំណាក់មន្ត្រីការបរទេសបារាំងអីជាដើមដែរថាគេកំពុងរៀបចំឲ្យអីចឹងទៅអញ្ចឹងខ្លីៗពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូហ្នឹងមានប៉ុណ្ណឹងដែលសរុបមកវិញសួរថាស្ថានភាពហ្នឹងនៅផុយស្រួយនៅអីអត់មានការគម្រាមកំហែងតទៀតអត់គឺវានៅតែមានភាពផុយស្រួយមានភាពតានតឹងនឹងឯងដោយសារតែចំនួនឬក៏ឫសគល់នៃបញ្ហាហ្នឹងគឺអត់ទាន់ដោះស្រាយបានទេគឺវាពាក់ព័ន្ធច្រើនទៅនឹងឯកសារប្រវត្តិសាស្ត្រដូចជាផែនទីពុកខ្មែរហើយថៃហ្នឹងមានផែនទីរៀងខ្លួនដែលនៅតែប្រកាន់ភ្ជាប់ចឹងទៅប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងផែនទីហ្នឹងយើងគិតថាផែនទីបារាំងសៀមហ្នឹងគឺវាមានឥទ្ធិពលជាងគេហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងប្រាសាទបុរាណហើយនឹងជាតិនិយមអីជាដើមដោយសាររាល់ថ្ងៃនយោបាយនៅក្នុងស្រុកថៃហើយឥឡូវហ្នឹងជាពិសេសគេកំពុងតែចិត្តបោះឆ្នោតអីចឹងបងប្អូនទាំងអស់គ្នាដែលជាអ្នកតាមដានខ្ញុំឬក៏តាមដានរឿងនយោបាយហ្នឹងប្រកាសជាដឹងហើយថាចំនួនខ្មែរថៃហ្នឹងវាជួយដល់នយោបាយថៃមួយភាគគឺគណៈបកដែលគ្រប់គ្រងដោយយោធាថៃហ្នឹងទទួលបានសម្លេងគ្រប់គ្រងកាន់តែខ្លាំងដោយសារតែការទទួលបានជាតិនិយមកាន់តែច្រើនពីបញ្ហាចំនួនព្រំដែនហ្នឹងហើយមួយវិញទៀតហ្នឹងគឺពាក់ព័ន្ធទៅនឹងការចោទគ្នាលើបណ្ដាញសង្គមអាហ្នឹងក៏ពេលខ្លះវាជួយដុត
ឲ្យបញ្ហាហ្នឹងកាន់តែមានកម្ដៅដែរអញ្ចឹងសរុបមកវិញមកវាអត់ទាន់ត្រជាក់100%ទេប៉ុន្តែស្ថានភាពនៅក្រោមការគ្រប់គ្រងបានហើយវាស្ថិតនៅលើយើងទាំងអស់គ្នាដែរអញ្ចឹងបើបងប្អូនទាំងអស់គ្នាយល់ហើយបានន័យថាអត់ចាំបាច់ព្រួយបារម្ភអីខ្លាំងពេកទេអ្វីដែលសំខាន់នឹងបងប្អូនដែលបារម្ភគឺតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ហើយចឹងទៅហើយកុំភ្លេចនៅក្នុងការដែលពង្រឹងសមត្ថភាពពង្រឹងធនធានក្នុងស្រុកយើងទាំងអស់គ្នាដើម្បីឲ្យយើងកាន់តែរឹងមាំកន្លែងនេះពិបាកបកស្រាយប៉ុន្តែអត់មានអីក្រៅពីយើងខ្លាំងខ្លួនឯងទេដែលជាដំណោះស្រាយទោះបីជាបញ្ហានេះវាបញ្ចប់បានឬក៏គ្រប់គ្រងបាននៅក្នុងពេលបរិសុទ្ធតែបើសិនជាយើងនៅតែប៉ុណ្្នឹងឬក៏ពីមួយថ្ងៃខ្សោយទៅជាងមួយថ្ងៃប្រកាសថាថ្ងៃក្រោយនឹងមានការឈ្លានពានមានការវាយប្រហារពីសំណាក់ប្រទេសជិតខាងម្ដងទៀតហើយខ្ញុំសង្ឃឹមថាការសុំជំនួយពីបារាំងការផ្ដល់ឯកសារពីសំណាក់បារាំងមកឲ្យយើងឬក៏មកដល់បញ្ហាហ្នឹងយើងបាននិយាយថាផ្ដល់មកឲ្យយើងឯងកុំឲ្យថៃហ្នឹងយល់ថាបារាំងហ្នឹងលំអៀងអញ្ចឹងគេផ្ដល់ឯកសារហ្នឹងគឺផ្ដល់ដើម្បីដោះស្រាយចំនួនមិនមែនមកកាន់ជើងភាគីខាងណាទេប៉ុន្តែយ៉ាងណាក៏ដោយយើងអត់ដែលទៅឈ្លានពានឬក៏បំពេញទឹកដីអ្នកណាខ្ញុំគាត់ថាហ្នឹងគឺជារឿងល្អសម្រាប់កម្ពុជាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like ចុច share ហើយនិង subscribe ក្នុង channel នេះផងដើម្បីកុំឲ្យខកខានក្នុងការជួបគ្នាក្នុងវីដេអូក្រោយៗទៀតបើសិនជាមានមតិយោបល់អីក៏ដូចជាប្រធានបទចង់សនំពរអាច comment បាននៅខាងក្រោមអញ្ចឹងអរគុណជម្រាបលាបាយបាយ